គ្នាជួបគ្នាទៀតហើយក្នុងវគ្គ2មួយនេះចាអ្នកនរគ្នាមើលភាគមុនតិចថាចាំអត់admin អត់បានណាសូមតើអ្នកនរគ្នាឲ្យរងចាំយូរអញ្ចឹងចាប់ដើមទៅទីបំផុតនីតិខេរដូវបានមកដល់ហើយភាគ2ចង្កេះរបស់ខ្ញុំឈឺខ្លាំងណាស់តើទាំងអស់នេះខុសឬសិស្សច្បងគឺនៅតែទៅបន្ទាប់ពីថ្ងៃនោះមកខ្ញុំមិនដែលឃើញសិស្សច្បងវូយន់ដែលបានបញ្ចប់ការសិក្សាទេសូម្បីម្ដងដូច្នេះហើយស្នេហាដែលមិនបានទាមទាររបស់ខ្ញុំត្រូវបានបញ្ចប់នៅព្រឹករដូវដ៏ត្រជាក់មួយនេះប៉ុន្តែបើទោះបីជាគ្មានកើតក៏ដោយក៏រដូវផ្ការីកនៅតែមកដល់ដដែលហើយនិងផ្កាឈើរីបានរីកពាសពេញនឹងថ្ងៃមួយនៃរដូវផ្ការីកក៏ជារដូវដែលខ្ញុំលងស្នេហ៍នឹងគាត់សេចក្តីស្រឡាញ់មួយទៀតបានរកឃើញផ្លូវសម្រាប់ខ្ញុំតើឯងមិនបានដឹងទេសិស្សច្បងវូយន់បានទៅសហរដ្ឋអាមេរិកបន្ទាប់ពីបានដឹងថាខ្ញុំមានផ្ទៃពោះខ្ញុំដឹងហើយថាគ្មាននរណាម្នាក់មានការទាក់ទងរបស់គាត់នោះទេប្រហែលជាមិននៅក្បែរសាកលវិទ្យាល័យទេសូម្បីសិស្សច្បងជេហ៊ុនដែលស្ថិតនឹងគាត់ក៏គាត់ថាមិនដឹងដែរគេថាគេនឹងមានទាក់ទងមកនរណាម្នាក់ទេរហូតដល់គេត្រឡប់មកកូរ៉េវិញខ្ញុំបានព្យាយាមស្វែងរកសិស្សច្បងយ៉ាងអស់សង្ឃឹមប៉ុន្តែទីបំផុតខ្ញុំបានបរាជ័យក្នុងការទៅដល់គាត់តើលោកនឹងបង្កើតកូនដែរទេខ្ញុំមានអារម្មណ៍ថាគេនៅតែជាកូនរបស់សិស្សច្បងដែរខ្ញុំគួរតែប្រឹងរក្សាគាត់ខ្ញុំគ្មានចេតនាយកកូនជាលេសដើម្បីរៀបការនឹងគាត់ទេហើយក៏មិនដែលមានគិតទាមទារលុយពីគាត់ដែរខ្ញុំគិតតាមធម្មជាតិថារឿងត្រឹមត្រូវគឺការបោះបង់កូនជាមួយនឹងការយល់ស្របរបស់គាត់ដែរតើខ្ញុំគួរធ្វើដូចម្តេចឲ្យខ្ញុំនឹងគិតអំពីវាបន្តិចនិងត្រឡប់មកទីនេះវិញក្រោយពេលបង្កើតកូនរួចខ្ញុំគួរធ្វើអ្វីសេវុនឯងទៅណាថ្មនេះទើបមកវិញសាលារៀនខ្ញុំគ្មានទំនុកចិត្តក្នុងការចិញ្ចឹមកូនតែម្នាក់ឯងហើយខ្ញុំក៏មិនមានប្តីចិញ្ចឹមផងប៉ុន្តែតើវានឹងមានភាពខុសគ្នាយ៉ាងណាប្រសិនបើខ្ញុំបានទាក់ទងគាត់ទោះបីជាខ្ញុំបានប្រាប់គាត់ក៏ដោយក៏ប្រហែលជាគាត់បានប្រាប់ខ្ញុំឲ្យបោះបង់កូនភ្លាមដែរយើងគួរតែបោះបង់កូនចោលទើបជារឿងត្រឹមត្រូវប្រសិនបើខ្ញុំបង្កើតកូនដែលខ្ញុំជិតនឹងរំលត់នេះតើគាត់នឹងក្លាយទៅជាបែបនោះទេញញឹមបែបនេះក្នុងដៃវាមានទម្រង់ពិតប្រាកដតើខ្ញុំពិតជាទៅរំលូតកូនមែនទេដើម្បីរំលូតកូនពិតប្រាកដចុងក្រោយខ្ញុំមិនអាចរំលូតកូនបានទេខ្ញុំមិនអាចនាំខ្លួនខ្ញុំទៅធ្វើរឿងបែបនោះព្រោះខ្ញុំចាប់ផ្ដើមគិតពីអនាគតជាមួយកូនរួចហើយដូច្នេះហើយខ្ញុំបានសម្រេចចិត្តការពារសេចក្តីស្រឡាញ់ទីពីររបស់ខ្ញុំប៉ាប៉ាក្រោកឡើងប៉ាមិនអាចបើកភ្នែកបានទេប៉ាមិនអាចក្រោកទេអាហាអាហាហាជប់សិនហេយូអនអ៊ំប៉ាយឺតហើយឆាប់ភ្ញាក់ឡើងអូយខ្ជូតមកហើយ
lần ui mẹ vậy mẹ nó lần đôi con em bên mà lần đôi con em bên con sợ em bên mà nghe vậy tư cùng ai cắt tư à pro cùng bố đã xí kia hay bỏ kia cho năng tư ba này ba ta lột gì nâng một đó ngày đi tế ba lột gì tha con nâng một liền bằng tơ bị con bên trong ca sắc giá thân ạ tê vô hết ấy từ nâng nhưng mà đang tha nè bỏ khóឬក៏ខ្ញុំអ្នកសម្រាយខុសឯណោះគ្នាចឹងបើតាណាខ្ញុំអានខុសអីណោះគ្នាមើលខ្លួនឯងទៅព្រោះខ្ញុំមិនសូវជាអានចេញទៅវារៀងចុំតាត្រឡំអញ្ចឹងណាតើតសាច់រឿងទៅចឹងហ៎ខ្ញុំចង់ជួបលោកយាយឲ្យបានឆាប់ចុះលោកតាវិញលោកតាមិនអាចមកថ្ងៃនេះបានទេគាត់បានទៅលេងជាមួយមិត្តរបស់គាត់ទោះបីជាយើងបានឃើញពួកគាត់ជាប់លាប់រហូតប៉ុន្មានឆ្នាំកន្លងមកក៏ដោយវានៅតែធ្វើឲ្យខ្ញុំឈឺចិត្តពេលអ៊ុនប៊ុំសួររកលោកតានិងលោកយាយខ្ញុំចង់ជួបលោកតាដែរដល់ម៉ោងហើយប៉ាផ្លាស់ប្ដូរខោអាវរបស់ប៉ាឲ្យបានលឿនផងដែរយល់ព្រមគេមានអាយុទើបតែ6ឆ្នាំប៉ុណ្ណោះប៉ុន្តែគេឆ្លាតណាស់តើអាហ្វាទាំងអស់ដូចនេះដែរឬទេណអេអ៊ុនប៊ុំបាទប៉ាតើឯងជាកូនអ្នកណាកូនរបស់ប៉ាលោកនាយកតើមិនអីទេក្នុងការទៅដៃទៅទេមានន័យថាខ្ញុំគួរតែមានការទិញអំណោយទុកជាមុនមិនដឹងថាក្មួយប្រុសរបស់ខ្ញុំកើតនៅពេលណាប៉ុន្តែគេជាក្មួយប្រុសដំបូងរបស់ខ្ញុំអូមានឡានលក់សម្លៀកបំពាក់កូនក្មេងមួយនៅម្ដុំខាងមុខតើខ្ញុំគួរឈប់ឡានមួយផ្លេតបានទេហើយខ្ញុំនឹងត្រឡប់មកវិញឆាប់នេះជារឿងកំប្លែងខ្ញុំក៏មិនចូលចិត្តក្មេងដែរហ៊ីស្ទើរមិនចូលចិត្តក្មេងចាំមើលតែឃើញមុខម៉ាក់គេដឹងខ្លួននៅខ្មោច7ថ្ងៃហើយអីក៏មិននិយាយលេងដល់គ្នាឥឡូវដល់ភាគចប់របស់យើងហើយចឹងដល់គ្នាកុំភ្លេចទស្សនាភាគ3នៅមានភាគ3មួយទៀតដល់គ្នាកុំភ្លេចទស្សនាទាំងអស់គ្នាបាយបាយ